គាថាធម្មបទអបមតវៈរឿងព្រះជលបន្ថកៈព្រះបរមសាស្តាព្រះអង្គទ្រង់ប្រពនៅព្រះជលបន្ថកៈនៅក្នុងសាសនាព្រះពុទ្ធទ្រង់ព្រានាមកស្សបៈព្រះថេរៈអង្គនេះជាអ្នកមានប្រាជ្ញាច្រើនពេលថ្ងៃមួយលោកបានឃើញនៅភិក្ខុមួយរូបដែលមានប្រាជ្ញាតិចហើយក៏បានសើចចំអករហូតដល់ភិក្ខុរូបនោះមាននៅសេចក្តីអៀនខ្មាស់ឈប់រវល់នឹងការសិក្សារៀនសូត្រនៅធម៌បន្តទៀតព្រោះទោសនៃការសើចចំអកនេះឯងទើបមកដល់ជាតិនេះបានមកកើតជាព្រះជលបន្ថកៈទន្ទិញនៅធម៌មិនចេះចាំទាល់តែសោះសូម្បីតែព្រះគាថាមួយបទដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទិញអស់រយៈពេល4ខែក៏ទន្ទិញមិនចាំដែរព្រះមហាបន្ថកៈទេជាបងបានជេរស្ដីបន្ទោសនៅព្រះជលបន្ថកៈដោយប្រការផ្សេងធ្វើឲ្យព្រះជលបន្ថកៈមាននៅសេចក្តីអអន់ស្រពន់ចិត្តយ៉ាងខ្លាំងចំពោះវាសនារបស់ខ្លួនហើយក៏គិតនឹងលាចាកនៅសិក្ខាបទព្រះសាស្តាព្រះអង្គទ្រង់ជ្រាបហើយទ្រង់ប្រទាននៅកម្មដ្ឋាននិងប្រទាននៅឱវាទដល់លោករហូតទៅដល់លោកបានសម្រេចនៅព្រះអរហន្តផលសម័យថ្ងៃមួយពួកភិក្ខុទាំងឡាយបានប្រជុំគ្នាសន្ទនាពោលសរសើរអំពីសេចក្តីព្យាយាមរបស់ព្រះជលបន្ថកៈព្រះសាស្តាព្រះអង្គទ្រង់ជ្រាបហើយទ្រង់ត្រាស់នៅព្រះគាថានេះថាឧទ្ធានេនបមាតេនៈសញ្ញមេនៈតមេនៈចៈទីបង្កយរាថមេធាវីយ៉ាងអោខោនីភិក្ខៃរតិទឹកចំនួនគឺកិលេសជនពន្លិចនៅកោះគឺអរហត្តផលណាពំបានអ្នកប្រាជ្ញគប្បីសាងនៅកោះគឺអរហត្តផលនោះដោយសេចក្តីប្រឹងប្រែងផងដោយសេចក្តីមិនប្រមាទផងដោយការសង្រួមក្នុងចតុបារសតសិលផងដោយការទូលមាននៅឥន្ទ្រីផងសូមអនុមោទនា